តចូលទៅវីដេអូមុនបាទឥឡូវយើងជិះចូល download នេះហើយយើងទៅ download Anora Store ហើយបាទណាវាចេញឈ្មោះចេះណាបាទនេះជាដែលយើងខ្ញុំតម្លើងទូទៅហើយអញ្ចឹងយើងទៅ download Chrome Meta C A O នេះ Chrome Meta យើងចុចវាមក install វាមកបាទអាហ្នឹងវីដេអូការកាត់ងាយលឿនចុចពី OK មកនៅខាងក្រៅអត់មានទេមកជាវា support ខ្លះ support ខ្លះ support ដល់មកពីវាកុងកម្មវិធីមួយអញ្ចឹងយើងចុចចូលឆៅមកអីទេចុចចូលជ្រោមមកទៅ download app Canary នេះបាទកម្មវិធីខ្លះគឺវាឲ្យ profile conversion ណា app Gallery APK អូខេ Huawei គេដាក់ឈ្មោះ Huawei យើងស្រាប់ណាយើងក៏ចុចចូលក្នុងមកយើងចុចពាក្យ download new បាទវានឹងចេញពាក្យជាមកយើងចុចពាក្យ accent all យើងចុចពាក្យ install មក install បាទយើង install app វាមកគឺយើងយក app ហ្នឹងដើម្បី support ជាមួយនេះបាទឥឡូវយើង app install ហើយយើងចុចមកបាទ install បាទពេល install ហើយយើងចុច install ហើយក៏វាមកចេញពាក្យឲ្យយើងជ្រីសមកយើងចុច install ខាងក្រោមទៀតមកបាទនេះវាបង្កើត Huawei account ហើយចុចពាក្យ open មកបាទអញ្ចឹងវា app ស៊ីនវាស្គាល់វាស៊ីនស្រាប់បងព្រោះនៅ Huawei ណាបាទ alone មកបាទឥឡូវលេខទូរស័ព្ទរបស់ខ្ញុំងាកលេខទូរស័ព្ទរបស់ខ្ញុំគឺលេខមួយនេះតែខ្ញុំថតដង្ខែដើម្បីទី1ខ្ញុំស្រួលវាយចូលបង្កើតថ្មីឥឡូវខ្ញុំចុចចូលពាក្យបង្កើតថ្មីឥឡូវខ្ញុំបើកហើយណាចុចមកបើកមកភ្លឹបហើយថយវិញមកគឺខ្ញុំបើកចូលក្នុងនេះតែម្ដងបាទបើកទាំងអស់មកស្រួលខ្ញុំតម្លើងកម្មវិធីបង្កើតកម្មវិធីនេះណាបាទ install វាទៀតមកដើម្បីទីមួយវា support ជាមួយ app ស៊ីនរបស់វាទាំងអស់ព្រោះនៅ Huawei វាជាមួយទេអញ្ចឹងយើងត្រូវការបន្ថែមកម្មវិធីមួយចំនួនតិចតួចតែប៉ុណ្្នឹងឯងហើយយើងត្រូវបង្កើតវាហើយបាទយើង download app Acida ហើយនឹង APA បាន support ជាមួយម៉ាស៊ីនរបស់វាបាទឥឡូវយើងចុចគ្រីមមក install វាទៀតមកបាទហើយយើងធ្វើតែប៉ុណ្្នឹងហើយគឺហើយយើងចូលទៅបង្កើតពួក Huawei ID បានម្ដងអញ្ចឹងបង្កើត Huawei ID បាទនេះ Huawei ID ណាដាក់ Huawei ID យើងដាក់លេខទូរស័ព្ទរបស់យើងទៅបាទ0ម៉ាន031 031 93 58 អូខេចុចនេះទៅនេះជាបង្កើតថ្មីបាទអញ្ចឹងយើងអូសវាឲ្យចំមកបែកគឺវា support ហើយវានឹង verify ទៅលេខទូរស័ព្ទរបស់យើងណាបាទមកយើងដាក់ថ្ងៃទីទៅថ្ងៃមួយថ្ងៃទៅហើយចុចនិចមកហើយសួរវាសួរលេខទូរស័ព្ទរបស់យើងទៅអត់អញ្ចឹងលេខទូរស័ព្ទក្នុងទូរស័ព្ទមួយនេះវាលេខចែកគេនឹងវាយចូលបាទលេខនេះខ្ញុំវាយចូលភាសាមុននឹងហើយបាទហើយចុចនិចមកបាទអញ្ចឹងអូសតិចទៀតមកដើម្បីចំកន្លែងពងរូបវាមកបាទហើយវាឲ្យយើង verify លេខទូរស័ព្ទដែលថាវាផ្ញើមកលេខកូដហ្នឹងតិចទៀតវាផ្ញើលេខកូដលេខទូរស័ព្ទមួយហ្នឹងបាទអញ្ចឹងវាផ្ញើចូលហើយភ្លឹបអញ្ចឹងយើងចុចនិចមកបាទហើយ password ខ្ញុំចង់ដាក់មិនដាក់ទៅសម្រាប់ខ្ញុំគឺដាក់ password របស់ខ្ញុំបាទចែកមកបាទដាក់ចាំមកធ្វើម៉េចងាយស្រួលងាយចាំខ្លួនឯងញ៉ាំខ្ញុំឆែកច្រឡំយើងដាក់មិនដាក់2ហើយយើងដាក់2 password ហ្នឹងទី1ដូចគ្នាត្រូវអញ្ចឹងចុច finish មកហើយយើងដាក់លេខ8ខ្ទង់ឬក៏លើស8ខ្ទង់អូខេចុច yes មកបាទគេឲ្យយើងលេខ add password ទៀតអត់ទេខ្ញុំអត់ add ទេគឺខ្ញុំចុច skip បាទតែប៉ុណ្្នឹងគឺបង្កើត Huawei ID គឺចាប់សពគ្រប់តែម្ដងហើយយើងពាក្យ OK ពាក្យ Cambodia អញ្ចឹងពាក្យតែ Cambodia ហ្នឹងគឺវាចេញមកគឺ app Acida គឺចេញមកទាំងអស់បាទអញ្ចឹងបងប្អូនអាច
add នៅក្នុង AC ដាក់បាននៅក្នុងទាំងអស់ណា AC ដាក់ ABA គឺអាច download បានប្រើការដោយសេរីគឺដាក់ app ធនាគារគឺ support ទាំងអស់មិនថា Facebook មិនថា YouTube គឺយើងអាច download នៅក្នុងទាំងអស់នេះដូចជា Telegram នេះគេជា ABA នេះ ABA ណាបាយមកពី ABA មកបាទ search មកចេញ ABA មកបាទអញ្ចឹងគ្រប់ app ទាំងអស់គឺ support ទាំងអស់អត់បញ្ហាទេគឺ AC Radar ក៏ support Telegram ក៏ support គឺ support គ្រប់ទាំងអស់អញ្ចឹងមានអីទេគឺការរួចរាល់ហើយតែប៉ុណ្្នឹងឯងអញ្ចឹងគឺ Huawei គឺបង្កើតអញ្ចឹងណាអរគុណច្រើនហើយខ្ញុំចម្ងល់នេះអាចឆ្ងល់សួរបានណានេះ ABA នេះ AC Radar គឺយើងអាច download គឺប្រើប្រាស់បានដោយហៅថាដោយតាមសម្រួលដែលយើងឆ្ងល់ថាងហើយដាក់ app ABA អីបង្កើតដល់អីក៏បង្កើតគឺគេ download ឃើញរបៀបហ្នឹងមិនដល់ឱកាសណាអរគុណច្រើន